ជំរាបសួរខ្ញុំបាទឈ្មោះថៃឈឹងមេងតំណាងឲ្យក្រុមការងារកម្ពុជាហើយក៏ជាប្រធានដឹកនាំផ្នែកតុបតែងលម្អសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជារៀងរាល់ឆ្នាំ Cambodia Airport គឺគាត់តែងតែគិតគូរអំពីការតុបតែងលម្អជាពិសេសនៅក្នុងឱកាសពិធីបុណ្យជាតិនានាហើយក៏ដូចគ្នានៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះក៏ក្រុមការងារកម្ពុជាបានសហការជាមួយនឹងសិល្បករឈ្មោះពេជ្រតូចរួមជាមួយនឹងក្រុមការងារ Lab Design យើងបានសហការគ្នាធ្វើយ៉ាងណាដើម្បីយកទស្សនីយភាពក៏ដូចជាការតុបតែងលម្អនានានឹងបានយកមកដាក់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅស្ថានីយ៍ចុះចតយើងបានតុបតែងលម្អនៅខាងក្រៅដែលអាចឲ្យភ្ញៀវទេសចរក៏ដូចជាអ្នកដែលមកទទួលបងប្អូនទទួលមិត្តភក្តិសាច់ញាតិរបស់គាត់នឹងគាត់អាចទស្សនាហើយថតរូបទុកជាអនុស្សាវរីយ៍បានដែលការតុបតែងលម្អនឹងយើងបំផុសគំនិតនៅទីតាំងមួយដែលផ្ដោតលើ4ចំណុចធំស្ថិតនៅក្នុងទម្រង់សិល្បៈសហសម័យរួមមានទេវតាឆ្នាំថ្មីដែលយើងបានដាក់តាំងរូបបង្ហាញរបស់ព្រះនាងគរកៈទេវីគង់លើសត្វខ្លាយើងមានកញ្ឆែនៃរបាំត្រុដិដែលជារបាំមួយដែលយើងនិយមរាំអបអរពិធីបុណ្យចូលឆ្នាំថ្មីហើយក៏ដូចគ្នាយើងរាំដើម្បីដេញអំពើចង្រៃទទួលសេរីសួស្តីឆ្នាំថ្មីយើងមានកន្ទុយកង្កោកប៉ៃលិនដែលមានពណ៌លោមស្រស់ឆើតឆាយតំណាងឲ្យភាពសម្បូរហូរហៀនិងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរហើយចំណែកឯផ្ទាំងដែលឈរធំជាងគេជា backdrop នោះគឺយើងដកស្រង់ចេញពីក្រមាដែលយើងបានច្នៃចេញជាគ្រោងឆ្អឹងដែលមានក្រណាត់ចាក់ខ្វាត់ខ្វែងបដូរទៅនឹងតម្បាញខ្មែរយើងអញ្ចឹងហើយតម្បាញក្រមាខ្មែរយើងហ្នឹងក៏បានចូលជាសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO ផងដែរហើយប្រសិនបើយើងបានអង្កេតមើលដល់លើការតុបតែងលម្អហ្នឹងយើងឃើញថាសិល្បករគាត់បានយកគំនិតមួយដែលគាត់បានយកធរណីមាត្រយកមកប្រើប្រាស់បានន័យថាយើងមើលទៅរូបភាព artwork ក៏ដូចជាការតុបតែងលម្អហ្នឹងគឺយើងឃើញភាគច្រើនគឺជ្រុងយើងប្រើជ្រុងក្នុងហ្នឹងដែលវាបង្ហាញជាទស្សនីយភាពមួយបង្ហាញជារូបភាពមួយដែលគួរឲ្យតាក់ទាញប្លែកភ្នែកដែលវាមានបែបផែនជាសិល្បៈចំណែកឯនៅស្ថានីយ៍ចេញដំណើរយើងបានបំផុសគំនិតដល់យកទឹកក្នុងជំនឿខ្មែរមកបំបែកទៅជាក្បាច់រចនារួមមានពិធីស្រង់ព្រះក៏ដូចគ្នានឹងសិរីសួស្តី3ប្រការដែលទាំងពីរចំណុចនេះស្ថិតនៅក្នុងជំនឿរបស់ជនជាតិខ្មែរក្នុងពិធីបុណ្យចូលឆ្នាំថ្មីចំណាលេខ30ជាលេខខ្មែរតំណាងឲ្យភពទី30នៃដំណើរការរបស់ Cambodia Airport ខ្ញុំសង្ឃឹមថាភ្ញៀវទេសចរដែលគាត់បានហោះហើរចូលមកកាន់ប្រទេសកម្ពុជាគាត់បានឃើញគាត់បានសាទរក៏ដូចជាឆ្វេងយល់បន្ថែមអំពីអត្តសញ្ញាណរបស់កម្ពុជាដែលយើងបានបង្ហាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ